ជំរាបសួរនាងខ្ញុំឈ្មោះមិត្តសុកណេតនៅរស់នៅភូមិអាចេនស្រុកសម្បូរខេត្តក្រចេះនៅឃុំកំពង់ចាមបណ្ដាញសមាជិកស្ត្រីព្រៃឡង់ពួកឯងខ្ញុំស្រឡាញ់ធនធានធម្មជាតិស្រឡាញ់ព្រៃឈើចង់ឲ្យព្រៃឈើនៅគង់វង្សថែរក្សាឲ្យក្មេងជំនាន់ក្រោយឲ្យគាត់បានស្គាល់បានឃើញស្គាល់ពីប្រភេទឈើប្រភេទសត្វនិងជីវៈចម្រុះគ្រប់ប្រភេទសួស្តីបងប្អូនទាំងអស់គ្នាខ្ញុំចង់បង្ហាញអំពីអត្ថប្រយោជន៍និងគុណប្រយោជន៍សម្រាប់ដល់ព្រៃឈើសម្រាប់ដល់បងប្អូនជំនុំជាតិទាំងអស់ចាយើងចូលរួមការពារធនធានធម្មជាតិគឺអត្ថប្រយោជន៍ព្រៃឈើរបស់យើងគឺមានគាត់បានផ្ដល់ជំរកដល់មនុស្សសត្វនិងរុក្ខជាតិទាំងឡាយដែលរស់នៅជុំវិញនឹងហើយព្រៃឈើវាបានផ្ដល់ជាធ្វើផ្ទះសម្ព្រឿងសំណង់ឲ្យផ្សេងចាហើយយើងអាចហូរអនុផលព្រៃឈើបានដូចជាបៃវរបន្លែផ្លែឈើនិងផ្សិតទឹកឃ្មុំជាដើមចាហើយខ្ញុំចង់ឲ្យបងប្អូនទាំងអស់គ្នាថាចូលរួមការពារព្រៃឈើមិនមែនព្រៃឈើយើងតែម្នាក់ឯងទេគឺព្រៃឈើយើងទាំងអស់គ្នាអញ្ចឹងហើយព្រៃឈើមានគុណប្រយោជន៍ច្រើនហើយមួយទៀតគឺគាត់ព្រៃឈើបានតាក់ទាញទឹកភ្លៀងនិងអុកស៊ីហ្សែនសម្រាប់យើងហើយកម្រងព្រៃឈើបើយើងអាចថែរក្សាបានយើងអាចមានចំណូលលក់ជាកបោនទៅប្រទេសក្រៅបានទៀតផងចាឧបសគ្គមានច្រើនដូចយើងជាខ្ញុំស្ត្រីជាដើមពេលចុះល្បាតមានផលពិបាកច្រើនដូចជាការត្រូវការប្រើប្រាស់ទឹកគឺវាពិបាកណាស់នៅខែរដូវប្រាំងពិបាកយើងជាស្ត្រីត្រូវការមួយត្រូវការអីវាពិបាកទឹកជូនទៅកន្លែងណាមានកន្លែងខ្លះអត់ហើយទី2នោះគឺផ្លូវដោយសារតែផ្លូវពិបាកខ្ញុំជាស្ត្រីហ្នឹងជីអត់សូវបានស្រួលទេដោយសារផ្លូវកលិកលុកចុះភ្នំចុះអូតែក៏ត្រេកអរដែរដោយសារតែមានបងជាក្រុមបរិះគាត់បានជួយដូចឆ្លងអូឆ្លងភ្នំឆ្លងថ្មអីគាត់បានជួយចម្លងជួយរុញជួយទាញអីចឹងខ្ញុំមានចិត្តថាត្រេកអរសម្រាប់ពួកគាត់ដែលបានជួយពួកខ្ញុំជាស្ត្រីវិញពិបាកមែនតើគឺរឿងម៉ូតូជិះធ្លាក់ក្លុកធ្លាក់អីហ្នឹងគឺអត់ស្រួលទេសម្រាប់ខ្ញុំតែខ្ញុំនៅតែតស៊ូដើម្បីការពារធនធានធម្មជាតិខ្ញុំបានចុះល្បាតជាមួយក្រុមស្ត្រីក្នុងបណ្ដាញសង្គមព្រៃឡង់ខ្ញុំចូលចិត្តមកចូលរួមបាក់ដែរអ្នកគ្រូបាក់ជិះម៉ូតូដួលលិចដួលកើតដែរប៉ិនសប្បាយរីករាយធ្វើម៉េចបើខ្ញុំចូលចិត្តស្រឡាញ់ព្រៃខ្ញុំអ្នករស់នៅក្នុងព្រៃនេះឯងតាំងពីតូចមកនៅទីក្នុងព្រៃឯងស្រឡាញ់ការពារព្រៃចូលចិត្តស្រឡាញ់ព្រៃពួកព្រៃនោះមានផ្ដល់ប្រយោជន៍ដល់ខ្ញុំហើយផ្លែឈើផ្លែព្រៃអីបេះពេលគុយពេលមានចុងផ្ដាវចុងផ្អៅចុងដំបងបេះធ្វើមហូបកាលពីមុនធ្លាប់មានព្រៃឈើច្រើនឥឡូវចង់ឲ្យព្រៃឈើនៅគង់វង្សចង់ថាជំរុញចិត្តខ្លួនឯងថាធ្វើម៉េចត្រូវតែការពារពួកអីស្រឡាញ់ធនធានធម្មជាតិស្រឡាញ់ព្រៃស្រឡាញ់សត្វចង់ឲ្យនៅគង់វង្សមិនចង់ឲ្យបាត់បង់ទេចុងក្រោយខ្ញុំក៏សូមសំណូមពរទៅសប្បុរសជននៅក្រៅស្រុកនិងក្នុងស្រុកទាំងអស់សូមគាំទ្រឲ្យក្រុមស្ត្រីពួកខ្ញុំគាំទ្រឲ្យក្រុមស្ត្រីលើកនេះមកតិចតែលើកក្រោយសូមឲ្យជំរុញជាទឹកចិត្តឬក៏ចាបណ្ដាញស្ត្រីព្រៃឡង់ឲ្យចូលរួមឲ្យបានច្រើននេះត្រឹមខ្ញុំចង់ឲ្យមានក្មេងជំនាន់ក្រោយគាត់ចូលរួមបានច្រើនដែរសូមឲ្យគាំទ្រនិងលើកទឹកចិត្តដល់ពួកគាត់គ្នាសម្រាប់ខ្ញុំយល់ឃើញថាការចូលរួមការពារធនធានធម្មជាតិគឺជាការល្អតែសម្រាប់ពួកគេយល់ឃើញយ៉ាងម៉េចគឺខ្ញុំអត់សូវដឹងដែរនេះសម្រាប់ខ្ញុំចង់ឲ្យគាត់ចូលរួមកាន់តែច្រើនឡើងមកទៀតកាលពីមុនកម្រងគាត់គ្រប់គ្រងអង្គការដៃគូនេះគាត់គ្រប់គ្រងច្រើនឥឡូវមានការថយចុះហើយអ្នកចូលរួមក៏បាត់បង់ទៅតាមនឹងដែរអញ្ចឹងហើយខ្ញុំសូមស្នើនឹងសំណូមពរដល់ក្រសួងពាក់ព័ន្ធឬមួយក៏ក្រុមនិស្សិតសង្គមអង្គការសង្គមស៊ីវិលទាំងអស់ចូលរួមនឹងថែរក្សាការពារព្រៃឈើឲ្យបានទាំងអស់គ្នាដើម្បីប្រយោជន៍រួមចាសូមអរគុណច្រើន